នេះជាផលិតផលប្រទេសដាណាម៉ាកគេហៅ Spy Pulsar ជាប្រភេទសាច់ជ្រូកដែលគេយកទៅស្មូកជាមួយនឹងផ្សែងហើយរសជាតិរបស់វារាងជូរប្រៃពេលខ្លះខ្ញុំនឹកឃ្លានណែមខ្មែរតែខ្ញុំអត់មានដូច្នេះខ្ញុំកាត់បែបនេះយកមកញ៉ាំតាមពិតអ្នកខ្លះគឺគាត់យកទៅញ៉ាំជាមួយនឹងនំប៉័ងឬក៏ញ៉ាំជាមួយអីដែលគេចូលចិត្តណាប៉ុន្តែសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំធ្វើអឺជ្រក់សណ្តែកប្ដោះហើយសណ្តែកប្ដោះគឺខ្ញុំដាំខ្លួនឯងដែរកន្លះគីឡូ ហើយញ៉ាំជាមួយនឹងបាយតែនិយាយមែនរសជាតិឆ្ងាញ់ហើយប៉ុណ្ណេះក៏មិនជាថ្លៃពេកដែរអានេះល្បាក់$7-8ប៉ុណ្នេះអឺ3ខាំនេះ3ខាំបើបងប្អូនបានមកលេងប្រទេសដាណាម៉ាកខ្ញុំ suggest ញ៉ាំសាច់គោហើយនិងសាច់ជ្រូកសាច់ផុសគេពិតជាឆ្ងាញ់ណាស់សាច់ជ្រូកក៏ឆ្ងាញ់កន្លែងសាច់ជ្រូកកន្លែងបាលីហ្វេតអឺអឺ កន្លែងពោះហាមាន3ជាន់เนาะអានឹងក៏ឆ្ងាញ់ហើយសាច់គោនៅស្រុកនេះក៏ឆ្ងាញ់ដែរហើយសឹងតែទាំងអស់គឺជាផលិតផលនៅក្នុងស្រុករបស់គេរសជាតិឆ្ងាញ់